អ្វីដែលខ្ញុំឆ្ងល់ជាងគេបងប្អូនខ្ញុំឆ្ងល់ដូនតាខ្មែរយើងពីសម័យអង្គរមិនដឹងថាគាត់យកអីមកធ្វើក្បាច់រចនានៅលើតួប្រាសាទទាំងអស់នេះក៏ប៉ុន្តែមុននឹងមានវីដេអូនេះខ្ញុំធ្លាប់ឃើញវីដេអូមួយរបស់ជនជាតិឥណ្ឌាដែលគាត់មកលេងប្រាសាទអង្គរវត្តហើយគាត់បើយើងនិយាយចាំទៅគាត់ក៏ជាអ្នកស្រាវជ្រាវទៅលើវត្ថុបុរាណក៏ដូចជាប្រាសាទបុរាណដែរគាត់ព្យាយាមនិយាយថាប្រាសាទអង្គរវត្តយើងដូនតាខ្មែរយើងមិនមែនយកដៃមកដប់ឆ្លាក់ធ្វើជាក្បាច់រចនាទេហើយអ្វីដែលគាត់ព្យាយាមនិយាយនោះគាត់ថាក្នុងមួយផែនរបស់ក្បាច់នីមួយៗអ្វីដែលគាត់ឃើញគឺដូចគ្នាទាំងអស់ក៏សួរថាតើដៃមនុស្សណាដែលអាចយកទៅដាប់ឆ្លាក់ក្បាច់នីមួយឲ្យដូចគ្នាអញ្ចឹងជាពិសេសគឺនៅចំកន្លែងកូនកលឹងបងប្អូនតើមនុស្សឯណាទៅធ្វើកូនកលឹងមូលហ្នឹងឲ្យដូចគ្នាស៊ីត្រួតគ្នាសឹងតែគ្រប់កូនកលឹងទាំងអស់នេះតើដៃមនុស្សឯណាទៅស្ដាប់ទៅឆ្លាក់ឲ្យក្បាច់ហ្នឹងមករៀងសំប៉ែតហើយអាកន្លែងសំប៉ែតហ្នឹងមានក្បាច់រចនាទៅទៀតសូម្បីតែសម័យឥឡូវយើងយកឈើទៅឲ្យគេចម្លងធ្វើទៅតាមចុះគេធ្វើមិនបានផងខ្ញុំធ្លាប់ហើយបងប្អូនខ្ញុំធ្លាប់ហើយខ្ញុំធ្វើការផ្នែកសំណង់ហើយខ្ញុំចង់ធ្វើក្បាច់រចនាតសឈើហ្នឹងឲ្យដូចតសនៅក្នុងប្រាសាទអញ្ចឹងធ្វើបានទេនឹងឈើផងយើងធ្វើបានផងចុះទម្រាំតែដូនតាសម័យមុនយើងធ្វើបានហើយថែមទាំងដូចគ្នាសឹងទៅគ្រប់ដើមទាំងអស់តាំងពីទំហំកម្ពស់កពរក្បាច់រចនាអក្សរមួយគឺដូចគ្នាមែនតើគាត់ធ្វើយ៉ាងម៉េចឆ្ងល់មែនតើគាត់ធ្វើយ៉ាងម៉េចហើយអ្វីដែលសំខាន់ខ្ញុំធ្លាប់សាកល្បងដូចគ្នាការដែលខ្ញុំទៅលេងប្រាសាទខ្ញុំធ្លាប់យកគល់ស្មៅអញ្ចឹងទៅចាក់ជាមួយនឹងរុនក្បាច់រចនាទាំងអស់ហ្នឹងខាងក្រោយក្បាច់ទាំងអស់ហ្នឹងគឺ connect គ្នាល្អបងប្អូននៅពេលដែលយើងចាក់ពីខាងក្រោមអាគល់ស្មៅរបស់យើងហ្នឹងគឺវានឹងមានផ្លូវចេញនៅខាងលើដូចក្នុងវីដេអូដែលខ្ញុំយកពីគេមកចែកម្លែកឲ្យបងប្អូននេះមើលអញ្ចឹងនិយាយរួមទៅក្នុងការតេស្តសាកល្បងនេះខ្ញុំធ្លាប់ឃើញវីដេអូឥណ្ឌាហ្នឹងគាត់ធ្លាប់ធ្វើយើងមើលម្ដងហើយតែគាត់ថាថ្ងៃនេះខ្ញុំមើលទៅខ្ញុំឃើញជនជាតិដូចជាជនជាតិបរទេសមួយរូបបាទគាត់តេស្តសាកល្បងអញ្ចឹងខ្ញុំក៏យកវីដេអូនេះមកចែកម្លែកជូនបងប្អូនទាំងអស់គ្នាចែកគ្នាឆ្ងល់អញ្ចឹងខ្ញុំឆ្ងល់មែនតើហើយខ្ញុំសរសើរមែនសរសើរដូនតាយើងគាត់បកកែបដ ாய் ណាបកកែខ្លាំងមែនតើគាត់ឥឡូវយើងនិយាយថាយើងយកដៃមកធ្វើក្បាច់នឹងចោះយើងមានដៃដាប់ដៃឆាបអីចឹងទៅណាយើងយកមកធ្វើក្បាច់នឹងចុះអាប្រហោងទូនៅខាងក្រោយក្បាច់នេះគាត់ធ្វើយ៉ាងម៉េចគាត់យកមកជុលទៅចាក់មែនខ្ញុំឆ្ងល់មែនតើមើលបងប្អូនទាំងអស់គ្នាឆ្ងល់ដូចខ្ញុំអត់ឬមួយក៏មានចម្លើយណាដែលអាចចែកម្លែកបានជួយចែកម្លែកក្នុង comment មើលខ្ញុំចង់ដឹងដែរថាតើធ្វើយ៉ាងម៉េចទើបអាចបង្កើតបានជាក្បាច់រចនាឥតខ្ចោះបែបនេះហើយមានកន្លែងដែលយើងចាប់អារម្មណ៍ច្រើនហើយក៏មានកន្លែងដែលយើងដាក់សំណួរឆ្ងល់ជាច្រើនទៅទៀតដែលមិនទាន់មានចម្លើយអញ្ចឹងអរគុណច្រើនបងប្អូនអ្នកគ្នាអញ្ចឹងបើសិនជាបងប្អូនណាដឹងជួយ comment ប្រាប់ផងព្រោះកំពុងឆ្ងល់ខ្លាំងឥឡូវហ្នឹងអរគុណច្រើន